ជួយពីរដងបើនេះជាកលឹកថ្មីមួយសម្រាប់ទូរស័ព្ទដែល Oppo ផងដែរបងប្អូនណាពេលនៅពេលនេះវាខូចបេតុងនេះលុយបេតុងនឹងពេលខ្លះជាងកាត់ស្ទុះចុចអត់ដើរពេលខ្លះវាស្ទុះបងប្អូនពេលខ្លះវាស្ទុះឡើយហ្នឹងគឺក៏វាអាចខូចទូរស័ព្ទដៃ Oppo និយាយហ្នឹងហើយវាអាចខូចដែរឡើយនឹងមកវាខូចជាងកាត់ចុចអត់ដើរអញ្ចឹងឯងអញ្ចឹងបងប្អូនអាចចូលទៅបើកមុខងារមួយដែលមុខងារនោះវាផ្ដល់អត្ថប្រយោជន៍ដល់បងប្អូននៅពេលដែលខូចបងប្អូនអាចបើកវាបានដូចដោយសារតែបងប្អូនចុចវាពីរដងជាងមកវាបើកអញ្ចឹងហ្នឹងហើយចង់ដឹងថាមុខងារនឹងបើកនៅឡើយណាតោះបងប្អូនចូលទៅទាំងអស់គ្នាឥឡូវយើងចូលមកទី1យើងចូលមកកាន់ setting មកបន្តមកទៀតបងប្អូននេះចូលមកកន្លែង search នេះបាច់ទៅវិញឆ្ងាយទេចូល search យកតែម្ដងឲ្យបងប្អូននេះសរសេរពាក្យដូចខ្ញុំមិនមកនេះ double អីចឹងមកណាហើយចុចលើវាមកនឹងបន្តមកនេះវាបង្ហាញទៅជាបង្ហាញបែបហ្នឹងបងប្អូននេះយកលើអង់គ្លេសគេដាក់ថាជា double tap to speak ណា double tap to speak នេះកន្លែងហ្នឹងបងប្អូនណាមើលឲ្យចំអក្សរហ្នឹងមកនេះចុះបាទមើលចំអក្សរហ្នឹងមកបងប្អូនចុចទៅលើអក្សរហ្នឹងปุ๊បនេះកន្លែងនេះពេលយើងមិនទាន់បើកវាគឺវាបិទចឹងហើយបងប្អូនមើលអក្សរហ្នឹង double tap to speak ណាហ្នឹងហើយបងប្អូនចុចបើកអីហ្នឹងមកអូខេពេលបងប្អូនចុចបើកអីហ្នឹងហើយជាការស្រេចបងប្អូនថយមកក្រោយដល់ពេលហើយបងប្អូននេះបិទវាមកឃើញបងប្អូនចុចបិទវាមកដល់ពេលបងប្អូនបើកបងប្អូនតែងតែបើកឡើងអញ្ចឹងមែនអត់ឥឡូវបងប្អូនមិនចាំបាច់ទៀតទេបើសិនជាករណីវាខូចបងប្អូនអាចចុចសង្កត់លើពីរដង1 2វានឹងបើកអូខេវីដេអូនេះមានតែប៉ុណ្្នឹងសូមបងប្អូនជួយចុច like និង follow page ម្នាក់មួយផង